បាទអសិស្រ័យបងប្អូនទស្សនិកជនបាទសេវា slow មែនទែនបាទនៅចំណុចទីតាំងនេះបាទសូមបញ្ជាក់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡង់រវែបាទពណ៌ខ្មៅបាទពាក់ស្លាកលេខភ្នំពេញ 2BX បាទ85និង99បាទបើកបរដោយទិសដៅបញ្ច្រាស់បាទបើកបរទិសបញ្ច្រាស់ហើយបើកបរដោយជនជាតិចិនបាទបងប្អូនទស្សនិកជនហើយបាទមានរថយន្តទំនើបបើកអត់ដឹងឆ្វេងដឹងស្ដាំបញ្ច្រាស់ទិសចរាចរណ៍នៅចំណុចទីតាំងនេះម្ដងតែម្ដងឲ្យបណ្ដាលឲ្យរថយន្ត Mack Ford បាទ Mack Ford រថយន្តទេសចរបាទដឹកភ្ញៀវចំនួន4នាក់បាទបានមកបុកផ្ទប់គ្នានៅចំណុចនេះតែម្ដងបងប្អូនយើងកណ្ដាលបាទមកបុកផ្ទប់កន្លែងចំកន្លែងផ្លូវដែលយើងឆ្លងបាទឆ្លងទៅឆ្លងមកបាទកន្លែងហ្នឹងគឺផ្លូវ8/4បងប្អូនប្រិមិត្តយើងបាទហើយឥឡូវនេះគឺរថយន្តហ្នឹងគឺរងការខូចខាតមួយកំណាត់ផ្នែកខាងមុខតែម្ដងបាទបងប្អូនទស្សនិកជនហើយឥឡូវនេះគឺមានសមត្ថកិច្ចបានមកដល់ទីតាំងនៃចំណុចនៃការកាត់ហេតុកំពុងថាបានយករថយន្តហ្នឹងអែបខាងហើយបងប្អូនយើងបាទរថយន្តអែបខាងហើយបាទខាងនោះជាជនជាតិចិនដែលបើកបររថយន្តនោះបាទគឺ2នាក់ហ្នឹងឯងបាទហើយរថយន្តគឺរងការខូចខាតចំហៀងបាទផ្នែកខាងឆ្វេងបាទផ្នែកខាងឆ្វេងជាដំណំណាបងប្អូនយើងបែកចង្គៀងបែកកាងអីចំហៀងខាងឆ្វេងនេះបាទរថយន្តសេរីទំនើបខ្មៅក្រឹបតែបើកបរបញ្ច្រាស់ទិសបងប្អូនយើងបាទសូមកុំយកកម្រាប់តាមជនជាតិចិននេះបងប្អូនយើងបាទបើកបរបញ្ច្រាស់ទិសចរាចរណ៍ឲ្យបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដទៃបាទហើយរថយន្តមួយគ្រឿងទៀតគឺផ្នែកខាងក្រៅបងប្អូនយើងឃើញថាសមត្ថកិច្ចកំពុងតែមានវត្តមាននៅទីតាំងចំណុចនៃការកាត់ហេតុកំពុងតែធ្វើការដោះស្រាយក៏ដូចជាបាទធ្វើកំណត់ហេតុទៅតាមជំនាញរបស់សមត្ថកិច្ចបាទហើយយើងទៅមើលកន្លែងមើលរថយន្តដែលបាទបានបុកផ្ទប់ជាមួយនឹងរថយន្តនេះបាទគឺនៅផ្នែកខាងក្រោយបាទនេះហើយរថយន្តពណ៌សនេះបងប្អូនយើងបាទនេះគឺMack Ford ចឹងបងប្អូនយើងបាទភ្នំពេញ 3F បាទ47និង18បាទភ្នំពេញបាទ 3F 47និង18បាទប្រភេទរថយន្តទេសចរបាទហើយតាមបញ្ជាក់របស់ដកងរថយន្តគឺបានប្រាប់ថាគាត់ដឹកភ្ញៀវពីភ្នំពេញបាទដឹកភ្ញៀវពីភ្នំពេញនេះបងប្អូននេះជួយផុងមកកំណាត់កណ្ដាលរថយន្តតែម្ដងបងប្អូនយើងបាទផុងចំកណាត់ចំផ្លាកលេខហ្នឹងពាក់កណ្ដាលតែម្ដងបាទនេះផុងបាទMack Fordបងប្អូនយើងMack Fordអាហ្នឹងប្រហែលកៅបងប្រហែលកៅដែរ5ដល់កៅអូអត់ទេបងប្រុសបងជាតកងរថយន្តហ្នឹងបងហ៎បងមកសុំបន្តិចបងណាបាទសុំសួរតិចបងហើយលើរថយន្តមិនមានគ្នាឬសុំមានគ្នា4នាក់បងហ៎បាទអូបាទហ្នឹងហើយកន្លោកំពុងនៅឆេះហ៎បងរត់អូបុកកសួបណាធុងទឹកចូលក្នុងហើយបងប្អូនយើងបាទបុកឡើងស្រុញចូលទៅក្នុងហើយបាទឥឡូវកំពុងតែធ្វើការចរចាសម្របសម្រួលដោយភាគីទាំងសងខាងគឺសុទ្ធតែមានអ្នកតំណាងក្នុងការដោះស្រាយបាទព្រោះគាត់ជាតកងទេបាទមកគាត់មិនមែនជាម្ចាស់រថយន្តទេហើយរថយន្តឡង់រវែនោះវិញក៏គាត់មានតំណាងរបស់គាត់ដែរព្រោះគាត់រថយន្តជារថយន្តជួលទេបងប្អូនយើងបាទរថយន្តជួលទេអញ្ចឹងបើចិនបើគ្មានដឹងក្បាលដឹងកតុយទេបងប្អូនយើងបាទអញ្ចឹងមានការប្រុងប្រយ័ត្នទេបាទច្បាប់ស្រុកចិនតឹងជាស្រុកខ្មែរឆ្ងាយណាប៉ុន្តែមកដល់ស្រុកខ្មែរច្បាប់ខ្មែរក៏មិនអន់ដែរប៉ុន្តែវានៅតែបំពេញបាទនៅតែបំពេញបាទអញ្ចឹងបង្កឲ្យគ្រោះថ្នាក់ដល់អ្នកផ្សេងដែលគេបើកបរត្រឹមត្រូវនេះបងប្អូនយើងបាទយើងបើកបរត្រូវកន្លងត្រូវស្ដាំមកយើងសោះតែវាបែរទៅជាមានអ្នកមិនគោរពច្បាប់ចរាចរណ៍មកបុកប៉ះអ្នកដែលគោរពច្បាប់ទៅវិញបាទការបញ្ជាក់របស់ម្ចាស់រថយន្តតកងរថយន្តគឺមានភ្ញៀវជិះនៅរថយន្តហ្នឹង4នាក់តែមិនមាននរណាម្នាក់រងរបួសនោះទេបាទតែរងការខូចខាតរថយន្តជាដំណំទាំងសងខាងតែម្ដងបាទហើយឥឡូវនេះការចរចានៅសំណងដោះស្រាយយ៉ាងណានោះឥឡូវនឹងកំពុងតែសមត្ថកិច្ចចរាចរណ៍ផ្លូវគោកបាទកំពុងតែធ្វើការសម្របសម្រួលដោះស្រាយទៅតាមនីតិវិធីបាទហើយចំណុចនេះបងប្អូនយើងបាទចំណុចផ្លូវកន្លែងនេះដោយបងប្អូនយើងកំពុងទស្សនាហ្នឹងបាទកន្លែងហ្នឹងគឺជាកន្លែងប្រឈមនឹងគ្រោះថ្នាក់បាទឆ្លងមិនប្រយ័ត្នគឺដឹងថាប៉ះហើយនៅឃើញបងប្អូនយើងឃើញដោយផាសស្អាតហ្នឹងឃើញបើកវឹងកាត់មុខឡានបាទហើយបើសិនឡានលឿនដឹងថាប៉ះទៀតហើយ
បាទហើយកុងកណឺអញ្ចឹងដែរបាទបងប្អូនមើលបាទទស្សនាមើលបាទកុងកណឺបាទហើយកុងណឺសំបាទខាងក្រោយនោះមកលឿនជន់ប្រាំងមិនស៊ីតភឹងពីក្រោយអាហ្នឹងក៏ករណីអញ្ចឹងក៏កើតមានរឿយដែរបាទអញ្ចឹងចំណុចប្រសពឆ្លងបាទបត់ឆ្វេងបត់ស្ដាំនេះសូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ហើយនៅខាងក្រោយខ្ញុំបាទនេះគឺជាប៉ុស្តិ៍បាទខាងមុខបាទអធិស្ឋានបាទខាងមុខឲ្យខ្ញុំបាទដែលខ្ញុំចង្អុលគឺជាប៉ុស្តិ៍បាទប៉ុស្តិ៍បាទអធិស្ឋានបងប្អូនច្រឡំបន្តិចបាទច្រឡំបន្តិចកន្លែងហ្នឹងបាទឃើញរថយន្តហើយខ្នាតធំអញ្ចឹងហើយបត់អត់មានទ្រង់មានអីទេបាទវាលភ្លឹងយើងមើលមិនតាន់ទេហ្នឹងប៉ះហើយបាទបុកប៉ះហើយចង់សូមជាការដាស់តឿនក្រានរំលឹកពីខ្ញុំបាទមន្ត្រីសមុទ្រក្រុមការងារ KH Plus News បាទសូមសំណូមពរដល់បងធ្វើដំណើរតាមផ្លូវបាទសូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជៀសវាងនៅការគ្រោះថ្នាក់ចរាចរណ៍កើតជាយថាហេតុបាទដែលធ្វើឲ្យខូចខាតទ្រព្យសម្បត្តិខាតបង់ពេលវេលាខាតបង់ប្រាក់កាសហើយនឹងអាចពិការឬក៏អាចបាត់បង់រហូតដល់អាយុជីវិតទៀតផងបងប្អូនយើងបាទសូមបង្កើនការប្រុងប្រយ័ត្នបាទសូមអរគុណហើយឥឡូវនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនយើងឥឡូវនេះទុកនាទីនេះសម្រាប់សមត្ថកិច្ចចរាចរណ៍ផ្លូវគោកបាទដោះស្រាយទៅតាមនីតិវិធីច្បាប់បាទសូមអរគុណសូមគោរពលាបាទសូមបញ្ជាក់ឲ្យមិនភ្លេចបញ្ជាក់ទីតាំងចំណុចនេះមិញគឺនៅបាទគេហៅថាកន្លែងហ្នឹងគឺសង្កាត់លេខស្ថិតនៅសង្កាត់លេខ1បាទក្រុងបរសៃអនុខេត្តបរសៃអនុបាទនៅរសៀលថ្ងៃទី4ខែមិថុនាឆ្នាំ2026បាទនេះតែម្ដងតែឥឡូវនេះគឺកំពុងតែចរចានៅតម្លៃថ្លៃថ្នូរអីទៅវិញទៅមកបាទហ្នឹងហើយអញ្ចឹងការខូចខាតគឺមានរៀងខ្លួនប៉ុន្តែសំខាន់ការបើកបរដោយខុសច្បាប់បាទព្រោះឯងបើកត្រូវអត់អីទេតែឯងបើកខុសបាទខុសទិសដៅចរាចរណ៍បាទបង្កគ្រោះថ្នាក់ដល់អ្នកដទៃបាទសូមកុំយកគំរូតាមឲ្យសោះបាទសូមអរគុណសូមគោរពលាបាទ